Bà số đây bằng phone óc nè ngàyនេះមកមើលចំការស្វាយរបស់ខ្ញុំចំការស្វាយនេះមានអាយុកាល8ឆ្នាំហើយបងប្អូនបាទខ្ញុំមកឲ្យគេហើយស្វាយរដូវមកគេបាន3លានកន្លះដែរឆ្នាំនេះបើឆ្នាំតមិញមកគេបាន8លានតែឆ្នាំនេះវាអត់ទីផ្សារអញ្ចឹងស្វាយមកអត់បានថ្លៃទេបងប្អូនគាត់ថាយើងមកគេហើយយក3លានកន្លះតែសំខាន់អាណិតអ្នកមកបងប្អូនអ្នកមកគាត់មកហើយដល់ពេលស្វាយអត់មានទីផ្សារមើលបងប្អូនមើលស្វាយនៅជ្រុះចោលនៅទុំពេញហ្នឹងបងប្អូនអើយហើយបើបងប្អូនណាចង់បានស្វាយយកមកធ្វើតំណាប់បាទអាចមកយកបានសុកចិត្តខ្ញុំឲ្យជំនួសម្ចាស់អ្នកមកទៅចុះយកទុំខ្ចីចាស់ទុកឲ្យគេចុះព្រោះគេអាចគេនៅបេះលក់បេះបានទៀតហ្នឹងហើយអញ្ចឹងអ្នកចំការមិនប្រកាសថាល្អទេបងប្អូនយើងដាំបានដើមប៉ុណ្ណេះมันងាយស្រួលទេលំបាកខ្លាំងតម្រាំបានប៉ុណ្ណេះហើយមើលស្មៅដោយសារស្វាយអត់ទីផ្សារហើយដល់យើងមកឲ្យគេទៀតអញ្ចឹងយើងទុកស្វាយនេះចោលយើងអត់សូវថែជើងក្រោមប៉ុន្តែជើងលើមកឆ្ងាញ់ផ្លែឡើងទុនដើមនេះគេបេះបាន2សាទៅហើយបាទផ្លែខ្លាំងណាស់បងប្អូនមើលផ្លែនេះស្វាយស្អីនេះលាយមិនមែនស្វាយកែវល្មៀតទេអានេះស្វាយស្អីមិនដឹងទេមើលផ្លែកប៉ុកនេះផ្លែនេះផ្លែប៉ោមអញ្ចឹងអ្នកចំការយើងអត់មានអីទេមានតែប៉ុណ្ណឹងតែអត់ទីផ្សារងាប់មានទីផ្សារទៅគ្រាន់បន្តិចទៅឥឡូវនេះគេគ្រប់គ្នាជុំវិញគេកាប់ចោលអស់ហើយនៅឡើយតែខ្ញុំទេដោយសារយ៉ាងម៉េចគំនិតខ្ញុំគិតខុសពីគេហើយគំនិតហ្នឹងគិតខុសពីគេយ៉ាងម៉េចខ្ញុំបកស្រាយឲ្យស្ដាប់គំនិតគេគិតថាស្វាយថោកកាលដែលស្វាយថ្លៃយើងនាំគ្នាដាំស្វាយដាំធ្វើទៅដល់ពេលស្វាយថោកគេគិតថាទុកមិនចំណេញដកចេញក៏មិនខាតគេនាំគ្នាកាប់ចោលដើម្បីដាំអីផ្សេងស្វាយថោកចន្ទីឡើងថ្លៃកាប់ស្វាយចោលដាំចន្ទីអញ្ចឹងបងប្អូនតែខ្ញុំអត់គិតអញ្ចឹងទេខ្ញុំគិតថាស្វាយថោកយើងទុកទៅយើងជឿអត់កាប់ដើមចោលទេឆ្នាំណាស្វាយថ្លៃយើងមានដើមស្រាប់យើងថែបាញ់តែថែត្រួយថែផ្កាគឺយើងបានផលពីវាព្រោះដោយសារដីនេះក៏មិនអន់ហើយក៏មិននេះហ្មងនេះដីបើយើងធ្វើដំណាំវិលល្ងាចដីល្អបងប្អូនបាទដីនេះគឺខ្មៅដីរៀងលបាយខ្មៅតែវាមានលាយគ្រោះបាយក្រៀមតិចអញ្ចឹងបើដំណាំពោធិ៍ដំឡូងគឺល្អគឺខ្ញុំធ្វើបានវារហូតហ្នឹងដី3អត្តានេះជំនាន់យើងធ្វើពោតយើងធ្វើដំឡូងវាមួយឆ្នាំយើងចាយលេខបានទេបងប្អូនជំនាន់យើងចាយលេខបានមួយឆ្នាំបាន1សែនដែរដីហ្នឹងមួយឆ្នាំ1សែនមួយឆ្នាំ1សែនដល់ពេលខ្ញុំដាក់ស្វាយគឺខ្ញុំបាត់ចំណូល1សែនអញ្ចឹងបានលុយតែ3លានជាងឯក្នុងមួយឆ្នាំបាទតែ3លានជាងហ្នឹងយើងអត់ចំណាយទេយើងបាញ់ដល់ថ្នាំតកៅ2ជើងចោលទៅឲ្យថែក្តឹបវាកុំឲ្យតកៅស៊ីទៅយើងមកគេបានបាទតែឆ្នាំដែលខ្ញុំមកខ្ញុំបញ្ជាស្វាយឆ្នាំដំបូងខ្ញុំខាតអស់20លានបន្ទាប់ពីខាតក៏ខ្ញុំទុកស្វាយចោលខ្ញុំដើរទៅមករដូវចេះបាទឃើញថាជីវិតអ្នកចំការមិនស្រួលទេបងប្អូនចំអ្នកទប់បានចំអ្នកទប់មិនបានគឺលក់ដីសងធនាគារហើយបាទចឹងវីដេអូនេះអត់មានអីទេមានតែប៉ុណ្្នឹងទេបងប្អូនបើស្រឡាញ់គាំទ្រសូមជួយឲ្យបេះដូងម្នាក់មួយផងបាទ